việc số năng số sẽจากการบางปนได้กับปงตัวสนาวิดีโอมันนี่บอกย้ำในขนม channel support ทิ้งเราบ่สำหรับวิดีโอมันนี่ย้ำนำมาให้บอกปนอันนี้ได้จองเช็คประกาศ account TikTok ทำไมสำหรับชนะปีปนมาไพ่พรำให้บอกปนได้มันตอนเช็คบังการให้บอกปนจองเช็คบังการคือบอกปนให้มือการใจไม่ได้บอกย้ำมันนี่ย้ำนำมาให้บอกปนอันนี้ปีระเบียบโครงการบังการใน account TikTok มวยบานเติมเติมดำไปบอกโอนยกตะปราปราถือการเล่นถือการโพสในวิดีโอดำไปแต่ตัวบ้านจำนวน follow ก็โดยเฉจำนวนไลค์จำนวนแบบดงชรานะแต่เลยบอกโอนในเป็นนิยมแต่เลยบรรดาตะกุมวันนี้ให้บอกโอนตอนเช็คขนมการประกาศนะให้ชมพูบอกโอนในหมดทำไมบอกโอนในบ้านตุสนาวิดีโอในขนมชนิดบอกขยมบอกโอนมันต้นมันจุด subscribe ชนิดบอกขยมเต้บอกโอนอาจช่วยจุด subscribe ชนิดจุดบางรูปกันดังดำไปน้ำออกเอาตัวบานวิดีโอในจะได้ดังทำไมเตี้ยแต่ตัวจมูกนึกกันเลือกก็โดยเชี่ยวที่สักใส่เตี้ยนะสำหรับบอกโอนออกเนี่ยเจ้าของอาคาดไปวิดีโอยำนังบังหารบอกโอนต้องออกเนี่ยแต่มาดองปีจำนวนจับดำขนมกาบังการในอาคารติดตกทำไมบานเติมเติมเจ้าจะในตะบองประทันจะขนมเลือดตัวสับไหลบอกโอนมันตอนมีจมูกนึงแอบบอกติดตกที่คือบอกโอนไอโจตการ Play Store หรือก็ App Store ให้บอกโอนถือการ Install หรือก็ดำลางหรือก็ดาวน์โหลดมั้งนะจมูกในการวิธีแอบบอกติดตกพอต่อไปต่อบโอนถือการดำล้างก็โดยจะอินสตอลหรือให้บโอนโจมการติดต่อใบเยอะมากนะดำใบยังเตอร์บังการจะยังโจมการติดต่อมาพอต่อไปบโอนโจมการโอเคติดต่อให้บโอนโอเคบโอนคืนจำลองแบบนี้ให้บโอนเตยจะโจมอะไรนี่นะไล่รูปโปรไฟล์หรือก็รูปไอคอนนี้โอเคบโอนจะตั้งมั้งบโอนจะตั้งมั้งโอเคจะเลื่อนมั้งโอเคវានឹងបង្ហាញទម្រង់បែបនេះហើយចំពោះបងប្អូនដែលមិនធ្លាប់បានបង្កើតវាអត់មានបង្ហាញជាមួយនឹង account ដូចខ្ញុំនេះទេណាតែសារតែខ្ញុំធ្លាប់ធ្វើការបង្កើតមាន account 5ទៅហើយលើទូរស័ព្ទរបស់ខ្ញុំណាបើសិនជាបងប្អូនធ្លាប់បង្កើតទេគឺអត់ចេញដូចខ្ញុំនឹងទេគឺវាចេញបង្ហាញតែត្រង់ចំណុចនេះមកប៉ុណ្ណេះនឹងឯងណាអូខេអញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបក្នុងការបង្កើតតែម្ដងណាចំពោះអ្នកចាប់ផ្ដើមអញ្ចឹងដើម្បីធ្វើការបង្កើតបានគឺបងប្អូនត្រូវចូលមកកន្លែងនេះណាពាក្យថា sign up ផ្សេងក្រោមដែលមានអក្សរពណ៌ក្រហមនឹងអាចចុចលើនឹងមកបាទហើយចំពោះនេះលក្ខខណ្ឌក្នុងការបង្កើតគឺបងប្អូនអាចជ្រើសរើសការបង្កើតជាមួយនឹងអូខេលេខទូរស័ព្ទដោយប្រើប្រាស់លេខទូរស័ព្ទជាមួយនឹង email ក៏បានជាមួយនឹង Facebook ដែលបងប្អូនប្រើស្រាប់ក៏បានជាមួយនឹង Google ក៏បានណាបងប្អូនអាចមានជម្រើសក្នុងការបង្កើតជាមួយនឹងអ្វីក៏បានប៉ុន្តែដោយសារតែនេះជាវីដេអូបង្ហាញខ្ញុំនឹងបង្កើតជាមួយនឹង email ណាបាទជាមួយនឹង email ដោយសារតែ email គឺបងប្អូនងាយស្រួលក្នុងការចេញចូលណាបាទនេះបងប្អូនងាយស្រួលក្នុងការចេញចូលអញ្ចឹងខ្ញុំចុចជ្រើសរើសការបង្កើតជាមួយ email ណាបងប្អូនបាទចុចលើពី email បងប្អូនតាមទៀតគឺបងប្អូនធ្វើការបញ្ចូលនៅ email របស់បងប្អូនមានមកឬក៏បងប្អូនដែលមាន account ស្រាប់ហើយបងប្អូនអាចវាបញ្ចូល email របស់បងប្អូនក៏បានដែរណាបាទអញ្ចឹងខ្ញុំធ្វើការវាបញ្ចូល email របស់ខ្ញុំបាទអញ្ចឹងបន្ទាប់ពីខ្ញុំវាបញ្ចូល email ហើយចុចលើពាក្យ continue បាទបន្ទាប់ពីបងប្អូនចុចលើពាក្យ continue ហើយត្រង់នេះគឺ password ណា password គឺបងប្អូនត្រូវមើលចំណុចនេះទាំង3នេះគឺបងប្អូនត្រូវធ្វើបែបណាក៏ដោយពីព្រោះមានបងប្អូនមួយចំនួនគាត់ធ្វើការបញ្ចូលទៅគាត់ថាគាត់អាចធ្វើការបញ្ចូល password អូខេហើយมันអាចបន្តទៅមុខទៀតបានត្រង់ចំណុចនេះបងប្អូនខ្លះគាត់អត់ទាន់យល់បងប្អូនដែលបង្កើតជាមួយនឹង account TikTok ថ្មីគឺបងប្អូនត្រូវប្រើប្រាស់អូខេ password ដោយប្រើប្រាស់ជាមួយនឹងអក្សរតូចអក្សរធំជាមួយនឹងលេខជាមួយនឹងនិមិត្តសញ្ញាអ្វីមួយដើម្បីឲ្យទាំង3នេះវាគ្រីសបៃតងឥឡូវទៀតខ្ញុំធ្វើការបញ្ចូលនៅ password បង្ហាញបងប្អូនចាស់ណាបាទអូខេ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 អញ្ចឹងបងប្អូនគេគឺវាគ្រីសណាវាគ្រីសទាំង3អញ្ចឹងខ្ញុំប្រើប្រាស់នេះខ្ញុំបង្ហាញបងប្អូនចុះបាទឃើញទេមានអក្សរតូចអក្សរធំអូខេអក្សរតូចអក្សរធំមានលេខមាននិមិត្តសញ្ញាអញ្ចឹងទៅណាបងប្អូនធ្វើបែបណាក៏ដោយគឺឲ្យបានចាប់ពី8ខ្ទង់ឡើងហើយមានជាមួយនឹងអក្សរតូចអក្សរធំក៏ដូចជានិមិត្តសញ្ញាណាបាទប៉ុន្តែនេះខ្ញុំសូមអត់យកទេខ្ញុំសូមធ្វើការ stop សិនដើម្បីខ្ញុំអូខេខ្ញុំបំពេញជាមួយនឹង password របស់ខ្ញុំឲ្យបានត្រឹមត្រូវដើម្បីជាសុវត្ថិភាពរបស់ខ្ញុំដែរណាអូខេនេះគ្រាន់តែជាការបង្ហាញទេបាទខ្ញុំសូមធ្វើការអូខេ
បាទបន្ទាប់ពីបងប្អូនធ្វើការបំពេញជាមួយនឹង password បានត្រឹមត្រូវបានគ្រីសទាំង3តង់ទាំង3ហើយបងប្អូនចុចលើពាក្យថា continue ដើម្បីបន្តទៅបាទត្រង់ចំណុចនេះគឺថ្ងៃខែឆ្នាំកំណើតអញ្ចឹងបងប្អូនអាចមានជំរឿនក្នុងការដាក់ថ្ងៃខែឆ្នាំកំណើតជា fake ក៏បានជាថ្ងៃខែឆ្នាំកំណើតពិតក៏បានដែរប៉ុន្តែចំពោះថ្ងៃគឺបងប្អូនដាក់ថ្ងៃណាក៏បានដែរណាអូខេឥឡូវទៅខ្ញុំដាក់ខែនេះខែណាខាងនេះគឺខែនេះគឺថ្ងៃទីបងប្អូនដាក់ថ្ងៃទីប៉ុន្មានក៏បានដែរបាទអានឹងត្រូវបងប្អូនទេហើយចំពោះឆ្នាំគឺបងប្អូនដាក់ឆ្នាំណាក៏បានដែរប៉ុន្តែបងប្អូនត្រូវដាក់ឲ្យលើសពីអាយុ18ណាអូខេតែខ្ញុំយក890ចាស់ណាអូខេអញ្ចឹងវាលើសពីអាយុ18ហើយអាច20ជាងតោះទៀតចុចលើពាក្យថា continue បាទចុចលើពាក្យ continue ហើយបងប្អូនធ្វើការរងចាំបន្តិចណាអូខេខ្ញុំបញ្ជាក់ម្ដងទៀតគឺខ្ញុំប្រើប្រាស់អូខេតើនេះគឺជាមួយនឹង nickname ឬក៏ឈ្មោះរបស់ TikTok ខ្ញុំបងប្អូនចង់ដាក់អូខេយកឈ្មោះតាម email ក៏បានឬក៏បងប្អូនចង់ដាក់ឈ្មោះថ្មីក៏បានឥឡូវthìខ្ញុំដាក់អូខេខ្ញុំដាក់ KH អូខេបងប្អូនចង់ដាក់ឈ្មោះអីក៏បានដែរណាអូខេបាទអញ្ចឹងខ្ញុំប្រើឈ្មោះថា TH TikTok ណាសំទោស KH TikTok ណាគឺបងប្អូនអាចធ្វើការដាក់ឈ្មោះអីក៏បានដែរប៉ុន្តែខ្ញុំសូមយកឈ្មោះចឹងចុះតោះទៀតចុចលើពាក្យថា continue បាទអូខេបន្ទាប់ពីបងប្អូនចុចដាក់ឈ្មោះក៏ដូចជាចុចលើ continue ហើយបងប្អូនគឺបានហើយណាបាទអញ្ចឹងបងប្អូនចុចមកកន្លែង profile របស់យើងមកបាទចុចលើរូប profile icon នេះបងប្អូនចុចលើហ្នឹងមកបាទឃើញទេបងប្អូននេះគឺបងប្អូនបានបង្កើតហ្នឹងឃើញទេបងប្អូនអាចអូខេខ្ញុំសុំនេះសិនអូខេបងប្អូនអាចធ្វើការដាក់ជាមួយនឹងរូប profile ជាមួយនឹងអូខេ bio ជាមួយនឹងអីបានហើយណាបើន័យថា account TikTok បងប្អូនថ្មីហ្នឹងគឺបង្កើតបានជោគជ័យហើយបាទអញ្ចឹងបន្ទាប់ពីបង្កើតជោគជ័យហើយបន្ទាប់មកទៀតគឺការរៀបចំបែបណាឲ្យបានត្រឹមត្រូវតាមស្តង់ដារហើយវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញបងប្អូនណាដោយសារតែវីដេអូនេះខ្ញុំអត់ចង់ឲ្យវែងដែរអញ្ចឹងអ្វីដែលខ្ញុំចែកម្លែកថ្ងៃនេះគឺមានប៉ុណ្ណឹងសង្ឃឹមថាបងប្អូនដែលមកថ្មីបានទស្សនាហើយគិតថាល្អមានប្រយោជន៍បងប្អូនកុំភ្លេចជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយដើម្បីនឹងទទួលបានវីដេអូថ្មីៗបន្ថែមអរគុណបងប្អូនអរគ្នាជួបខ្ញុំ